ចាសួស្តីកូនៗទាំងអស់គ្នាដែលជាសិស្សានុសិស្សចាប់ពីអនុវិទ្យាល័យទៅដល់វិទ្យាល័យដែលបានសំណូមពរប្រធានបទអ្នកគ្រូថាអ្នកគ្រូតាធ្វើម៉េចដើម្បីយើងរៀនយកនីតិ A មានចំណុចអ្វីខ្លះអញ្ចឹងដោយសារថ្ងៃនេះពេលវេលាខ្លីអ្នកគ្រូព្យាយាមសង្ខេបវីដេអូនេះឲ្យខ្លីបំផុតហើយលឿនដើម្បីងាយស្រួលដល់កូនឆាប់ចេះឆាប់ចាំចាអញ្ចឹងអ្នកគ្រូសូមចែកកលឹះចា6យ៉ាងដើម្បីឲ្យបាននីតិ A ចំណុចទី1កូនទាំងអស់គ្នាត្រូវតែមករៀនទៀងទាត់ហេតុអីបានជាការមករៀនទៀងទាត់នោះមានសារៈសំខាន់សម្រាប់ឲ្យកូនទាំងអស់គ្នានឹងរៀនយកនីតិ A ព្រោះនៅពេលដែលយើងមករៀនទៀងទាត់គឺយើងទទួលបានមូលដ្ឋានគ្រឹះគ្រប់មុខវិជ្ជាសិក្សាទាំងអស់និងងាយស្រួលចាប់ទៅមេរៀនក្រោយៗបន្តទៀតដើម្បីយើងងាយយល់មេរៀនបានល្អចាចំណុចទី1ចំណុចទី2គឺអានមេរៀនយ៉ាងហោចណាស់ឲ្យបាន2ទៅ3ដងមុនពេលចូលគេងហើយយើងគួរតែកត់ត្រានៅចំណុចសំខាន់ highlight ទុកនៅមេរៀនណាដែលពិសេសចាហើយចំណុចទី3គឺរំលឹកមេរៀនមុនពេលប្រឡងយកចិត្តទុកដាក់ចា